នៅក្នុងថ្ងៃមុនយើងបានស្គាល់ពីប្រាសាទទី2ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងថ្ងៃនេះយើងចូលដល់ប្រាសាទទី3ជាបន្តទៀតដែលប្រាសាទទី3នេះមានឈ្មោះថាប្រាសាទពន្រាយប្រាសាទពន្រាយគឺជាប្រាសាទដែលសង់ឡើងនៅលើភ្នំតូចមួយដែលមានកម្ពស់ប្រមាណ50ម៉ែត្រនិងមានទីតាំងស្ថិតនៅភូមិអាលិចឃុំច្រណោកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងដើម្បីទៅដល់ទីតាំងប្រាសាទយើងត្រូវធ្វើដំណើរឡើងពីជើងភ្នំរហូតដល់កំពូលភ្នំតាមជណ្ដើរដែលមានចំនួន208កាំទើបទៅដល់ប្រាសាទពន្រាយប្រាសាទពន្រាយឬប្រាសាទភ្នំពន្រាយសង់ឡើងនៅលើដីរាបស្មើនៃកំពូលភ្នំប្រាសាទនេះសង់ឡើងពីឥដ្ឋមានមុខបែរទៅទិសខាងលិចពោលគឺបែរមុខទៅរកបឹងទន្លេសាបដែលស្ថិតនៅមិនឆ្ងាយពីភ្នំពន្រាយប៉ុន្មានឡើយយោងតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទពន្រាយមានតួប៉ម3រត់តាមអ័ក្សត្រង់ពីជើងទៅត្បូងហើយតួប៉មខាងជើងត្រូវបានដួលរលំអស់ទៅហើយប៉ុន្តែបើពិនិត្យជាក់ស្ដែងប្រាសាទនេះមានតួប៉មតែ2ប៉ុណ្ណោះហើយសង់ឡើងនៅកៀកគ្នាយ៉ាងខ្លាំងថែមទៀតផងពោលគឺមានគម្លាតពីគ្នាត្រឹមតែ 0.9 ម៉ែត្រតែប៉ុណ្ណោះតួប៉មទាំងពីរមានរាង4ជ្រុងស្មើដោយមួយជ្រុងមានប្រវែង 4.5 ម៉ែត្រនិងមានកម្ពស់ប្រហែល 7 ម៉ែត្រផ្ទៃជញ្ជាំងនៅខាងក្រៅប្រាសាទយើងពុំឃើញមានការលម្អជាក្បាច់ផ្សេងៗដែលគួរឲ្យកត់សម្គាល់នោះឡើយពោលគឺមានត្រឹមតែការរៀបឥដ្ឋចេញជារាងហោជាងនិងល្បាក់ជើងសសរល្បាក់ក្បាលសសរផ្អោបបន្តិចបន្តួចតែប៉ុណ្ណោះចំណែកឯស៊ុមទ្វាររបស់ប្រាសាទធ្វើឡើងអំពីថ្មភក់ហើយយើងឃើញគេប្រើបច្ចេកទេសដាក់ថ្មនៅផ្នែកខាងលើត្រួតពីលើមេទ្វារខាងក្រោមចំនួន2ដែលបច្ចេកទេសបែបនេះច្រើនឃើញមាននៅសតវត្សទី7និងសតវត្សទី8នៅប្រាសាទនេះយើងឃើញមានសល់ផ្តែរចំនួន2ដែលផ្តែរទ្វារទាំងពីរនេះត្រូវបានធ្លាក់ចុះមកក្រោមហើយគេយកមកដាក់នៅខាងមុខប្រាសាទផ្តែរទ្វារទី1មានសភាពចាស់ទៅហើយយើងឃើញមានក្បាច់ចម្លាក់ឆ្លាក់រូបព្រះឥន្ទគង់នៅលើដំរីអៃរវ័តនៅចំកណ្ដាលដែលអមដោយចង្វាយក្បាច់អង្គរឆ្លាស់គ្នាសងខាងហើយជួរខាងលើយើងឃើញមានចម្លាក់រូបទេពប្រណម្យតម្រៀបជាជួរដោយខណ្ឌចែកដោយក្បាច់សន្លឹកតូចៗជាច្រើនចំណែកឯផ្តែរមួយទៀតនៅសល់តែផ្នែកខាងលើប៉ុណ្ណោះដែលយើងអាចមើលឃើញហើយផ្តែរទ្វារទាំងពីរនេះមានលក្ខណៈជាសិល្បៈរចនាបថប្រែរូបនាសតវត្សទី10ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នពោលគឺដោយផ្តែរប្រាសាទត្នោតជុំខាងលិចផ្តែរប្រាសាទភ្នំទ្រាប់និងផ្តែរប្រាសាទប្រែរូបជាដើមក្រៅពីនេះយើងឃើញមានបំណែកសសរពេជ្ររាងមូលនិងសសរពេជ្ររាង8ជ្រុងមួយចំនួនផងដែរដែលសសរពេជ្ររាង8ជ្រុងមានក្បាច់ចម្លាក់ផ្សេងៗនិងកំណាត់សសរពេជ្ររាងមូលពុំមានក្បាច់លម្អអ្វីនោះឡើយព្រមទាំងឃើញមានជើងទម្រមួយផងដែរហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតួប៉មប្រាសាទនេះមានចំនួន2ដូចជាប្រាសាទព្រះឥន្ទកោសីប្រាសាទគោកចកប្រាសាទនាងខ្មៅប្រាសាទរកាចិនលឹងហើយលក្ខណៈបែបនេះច្រើនតែជាសំណង់ឧទ្ទិសដល់ព្រះវិស្ណុឬព្រះនរាដែលតួប៉មម្ខាងច្រើនឧទ្ទិសដល់ព្រះវិស្ណុនិងម្ខាងទៀតឧទ្ទិសដល់ព្រះនាងលក្ស្មីសរុបជារួមមកប្រាសាទពន្រាយនេះគំនុំជាកសាងឡើងនៅសតវត្សទី10ស្ថិតក្នុងរចនាបថប្រែរូបក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនាហើយទីតាំងនេះអាចជាបុរាណដ្ឋានដែលធ្លាប់មានសំណង់ប្រាសាទកាលពីសតវត្សទី7ដល់សតវត្សទី8ផងក៏ថាបានដោយប្រាសាទមានសភាពទ្រុឌទ្រោមខ្លាំងកាលពីខែកញ្ញាឆ្នាំ2024ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានធ្វើការរៀបចំពិធីក្រុងពាលីដើម្បីធ្វើការទល់ទ្រសង្គ្រោះបឋមលើប្រាសាទភ្នំពន្រាយនេះដែលនេះគឺជារឿងដ៏គួរឲ្យរីករាយព្រោះយើងអាចថែរក្សាបាននូវសម្បត្តិវប្បធម៌បុរាណមួយនេះឲ្យគង់វង្សដល់អ្នកជំនាន់ក្រោយត្រង់ចំណុចនេះមកដល់ពេលបច្ចុប្បន្នខ្ញុំពុំបានដឹងទេថាការជួសជុលទល់ទ្រនេះបានធ្វើរួចរាល់ហើយឬនៅទេព្រោះនេះជាអ្វីដែលខ្ញុំបានស្រាវជ្រាវពីគេហទំព័រនៅថ្ងៃទី30ខែតុលាឆ្នាំ2025ក្រៅពីនេះជារៀងរាល់ឆ្នាំនៅថ្ងៃទី15កើតខែផល្គុនអ្នកស្រុកអ្នកភូមិតែងតែធ្វើពិធីបុណ្យនៅលើភ្នំពន្រាយនេះរយៈពេល5យប់5ថ្ងៃហើយក៏មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរដើម្បីបួងសួងសុំពរជ័យសុំសេចក្តីសុខសេចក្តីចម្រើនដល់អ្នកភូមិនៅទីនេះដែលពិធីបុណ្យនេះអ្នកស្រុកបានហៅថាបុណ្យកំសាន្តថ្វាយភ្នំពន្រាយ
ដែលនេះបានបង្ហាញថាប្រជាជនខ្មែរនៅតែបន្តថែរក្សាជំនឿសាសនាទៅតាមសម័យកាលលើសពីនេះទៅទៀតពួកគាត់ក៏នៅតែបន្តការថែរក្សាប្រាសាទនេះគ្រប់គ្នាដូច្នេះក៏សូមចូលរួមលើកតម្កើងនិងជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ប្រាសាទបុរាណឲ្យបានទូលំទូលាយដើម្បីឲ្យប្រាសាទបុរាណនេះមានភាពល្បីល្បាញនិងមានប្រជាជនបានស្គាល់គ្រប់គ្នា